បាទសួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងនិយាយអំពីការអាប់ដេតទៅលើកម្មវិធីខ្មែរ Editor ដែលជាកម្មវិធីមួយជាប្រភេទ add-in ជំនួយនៅក្នុង Microsoft Word ទាល់តែម្ដងជួយក្នុងការពិនិត្យអក្ខរាវិរុទ្ធពាក្យពេចន៍នានាដែលមានកំហុសចេតនានិងអចេតនាអញ្ចឹងថ្ងៃនេះការអាប់ដេតថ្មីនេះគឺយើងនិយាយអំពីការអាប់ដេតទៅលើពពួកការប្រើប្រាស់លេខឧបមាថាយើងសេជាលេខខ្មែរយើងចង់ឲ្យវា convert ឬក៏សាក់ចេះទៅជាលេខបារាំងឬក៏លេខអារ៉ាប៊ិកលេខអន្តរជាតិហើយសរសេរប្រភេទដែលវាអត់មានខមាអត់មានក្បៀសត្រឹមត្រូវកម្មវិធីយើងក៏សាក់ចេះដែរយើងអាចបដូរពីលេខបារាំងលេខអន្តរជាតិទៅលេខខ្មែរឬក៏ពីលេខខ្មែរទៅលេខអន្តរជាតិអញ្ចឹងដើម្បីកុំឲ្យយូរយើងអាចចូលទៅ setting ដើម្បីធ្វើការកំណត់វានៅក្នុងការកំណត់យើងមើលនៅក្នុង menu setting នេះក្នុងការកំណត់លេខជាធម្មតានៅពេលដែលយើងបើកកម្មវិធីមកវា check ឲ្យ3លេខអន្តរជាតិទៅលេខខ្មែរបាទលេខខ្មែរហើយសឹកចេះទៅជាលេខខ្មែរដដែលហើយបន្ថែមជាមួយនឹងអក្សរលេខអន្តរជាតិបន្ថែមជាលេខអន្តរជាតិជាមួយនឹងអក្សរខ្មែរអញ្ចឹងជាមួយ default function វាមានសភាពបែបម៉េចបាទឥឡូវពីលេខអន្តរជាតិទៅលេខខ្មែរអញ្ចឹងយើងមើលបាទនេះលេខអន្តរជាតិបាទអញ្ចឹងយើងគ្រាន់តែចាប់ដើមចុច scan មកបាទពិនិត្យបាទអញ្ចឹងវានឹងសាក់ចេះឲ្យថាឧទាហរណ៍ថានេះលេខខាងលើនេះបាទលេខខាងលើនេះជាលេខខ្មែរអញ្ចឹងវាដោយសារយើងមិញយើងបានកំណត់ setting ឲ្យបដូរពីសាក់ចេះពីលេខខ្មែរទៅជាលេខខ្មែរថែមអក្សរហើយយើងទៅមើលនេះបាទទី1បាទអញ្ចឹងវាបានសាក់ចេះថាបាទឲ្យមានសរសេរជាអក្សរអញ្ចឹងបងប្អូនងាយស្រួលមែនទែននៅក្នុងការវាយលេខទៅជាអក្សរដោយមិនបាច់ចាំបាច់វាយដៃតទៀតទេបាទហើយចាំមើលលេខបាទបារាំងលេខអន្តរជាតិបាទលេខអន្តរជាតិវាដូរទៅជាលេខខ្មែរបាទអញ្ចឹងដោយសារអីដោយសារតែយើងបាន setting check វាបាទយើងណែនាំឲ្យវាលេខខ្មែរទៅជាលេខបាទលេខខ្មែរទៅជាលេខខ្មែរដែរហើយបន្ថែមនៅអក្សរខ្មែរករណីលេខអន្តរជាតិទៅលេខខ្មែរនេះយើងបាន check លេខអន្តរជាតិទៅលេខខ្មែរអញ្ចឹងហើយបានយើងឃើញថាវាសឹកចេះឲ្យទៅជាលេខខ្មែរវិញបាទមានទៀតករណីដូចតម្រងបែបនេះយើងប្រើ full stop អញ្ចឹងវាអត់ត្រឹមត្រូវទេវា suggest ថាហ្នឹងអត់ត្រូវទេអញ្ចឹងយើងឲ្យដូរទៅប្រើ comma វិញប្រើក្បៀសវិញបាទករណីផ្សេងទៀតដាក់ករណីដូចជាលេខនេះអញ្ចឹង200000យើងសរសេរដៃអញ្ចឹងណាបាទប៉ុន្តែវាក៏ស្គាល់ដែរយើងអាច suggest វាទៅជាបាទជាសរសេរក៏បានដែរជាការសរសេរដៃក៏បានដែរបាទកន្លែងនេះវាគ្រាន់តែ suggest ថាត្រូវដក clear ទេឲ្យsuggest ដក clear ហើយសរសេរជាទម្រង់ពេញវាឲ្យយើងសរសេរ20000អញ្ចឹង20000ឲ្យសរសេរបាទកន្លែងនេះឲ្យដក clear បាទហើយកន្លែងនេះយើងបាទដក clear កន្លែងនេះគឺយើងឲ្យវា suggest ទៅជាសរសេរអក្សរ50000នឹងពេញតែម្ដងមានលេខ0ត្រឹមត្រូវបាទអញ្ចឹងកន្លែងផ្សេងទៀតយើងអាចកំណត់ថាកន្លែងកំណត់នេះយើងអាចលេខពីលេខខ្មែរទៅលេខអន្តរជាតិក៏ដូចគ្នាដែរអញ្ចឹងបើយើងដូរពីលេខខ្មែរទៅអន្តរជាតិបាទអញ្ចឹងយើងអាចធ្វើការពិនិត្យសារជាថ្មីអញ្ចឹងឲ្យតែលេខខ្មែរគឺវាសាក់ចេះឲ្យទៅជាលេខអន្តរជាតិដោយករណីខាងលើនេះជួរខាងលើនេះបាទអញ្ចឹងវាឲ្យទៅជាលេខអន្តរជាតិបាទខាងក្រោមនេះក៏អញ្ចឹងដែរបាទយើងងាយស្រួលមែនទែនដល់ពេលយើងคลิกលើកាតនៅលើ text card text នេះវា responsive វាឆ្លើយតបភ្លាមហើយវាទៅ select លើកាតទៅលើ text ហ្នឹងដល់ពេលយើង select ទៅលើ text វារត់ទៅ select កាតវិញអញ្ចឹងវាងាយស្រួលមែនទែនបាទកន្លែងនេះវា double អញ្ចឹងវា check ដូចគ្នាដែរបាទកន្លែងនេះវាករណីលេខអន្តរជាតិអញ្ចឹងយើងក៏ឲ្យវាសរសេរអក្សរពេញបន្ថែមបានដែរអញ្ចឹងគ្រាន់តែយើងចុច replace មកបាទកន្លែងនេះមួយគឺវាឲ្យទៅបាទជាមានអក្សរពេញអញ្ចឹងទៅកន្លែងនេះយើងអត់ដាក់ real ទេដោយសារអី real គុតទៀតមែនតើបើត្រឹមត្រូវតាមអក្សរខ្មែរតែយើងបារម្ភថាលេខហ្នឹងវាអាចជាលេខមិនមែនជាຂະຫນາດ real ណាអញ្ចឹងហើយបានយើងកន្លែងនេះសុខចិត្តថាឲ្យបងប្អូនអ្នកប្រើប្រាស់គាត់គ្រាន់តែសរសេរ real ថែមតិចតួចទៅបានហើយប៉ុន្តែក្រៅពីនេះគឺកម្មវិធីយើងគឺអ្នកដោះស្រាយឲ្យទាំងអស់សរសេរអក្សរហ្នឹងយ៉ាងត្រឹមត្រូវគណនាបែបវិទ្យាសាស្ត្រគឺសរសេរទៅជាទម្រង់ពី convert ពីលេខទៅជាអក្សរឥឡូវយើងមើលឥឡូវយើងសាក់ convert ពីអក្សរទៅជាលេខម្ដងយើងចូលទៅក្នុង setting ហើយយើងមើលកន្លែងលេខនេះបាទយើងឲ្យមើលសរសេរអក្សរជាលេខបាទ
អក្សរជាលេខយើងដោះចេញទាំងអស់ដើម្បីឲ្យងាយស្រួលមើលបាទអក្សរសរសេរទៅជាលេខអន្តរជាតិឬក៏អក្សរសរសេរទៅជាលេខខ្មែរអញ្ចឹងមានមួយអត់មួយបាទចាឥឡូវយើងសាកសរសេរអក្សរទៅជាលេខអន្តរជាតិបាទអញ្ចឹងយើងគ្រាន់តែ select ឬក៏យើងមិនបាច់ select ក៏បានដែរយើងចុច scan តែម្ដងពេលដែលយើងចុច scan ទៅវានឹងទៅចាប់មើលអាណាដែលសរសេរជាដៃសរសេរជាអក្សរហើយវាធ្វើការ suggest ទៅជាលេខទៅជាលេខពីការសរសេរអក្សរទៅជាលេខដោយដែលបងប្អូនបានឃើញស្រាប់អញ្ចឹងបាទដោយករណីនេះអញ្ចឹង180បាទ8លានអញ្ចឹងវាសេទៅជាលេខដោយករណីទី2បាទ121លានអញ្ចឹងវា suggest ទៅជាលេខអញ្ចឹងងាយស្រួលមែនតើនេះ200000បាទ200000យើងអត់ suggest ទេដោយសារវាមិនមែនជាអក្សរដោយសារយើងកំណត់មិញជាអក្សរទៅលេខបាទអញ្ចឹងវាអាចជួយយើងច្រើនបាទនៅក្នុងការពាក់ព័ន្ធនឹងលេខបាទក្រៅនេះគឺអត់អីទេវាគ្រាន់តែ suggest ថាមានសញ្ញាសួរការដក clear រវាងអក្សរខ្មែរនិងអក្សរបរទេសលាយអញ្ចឹងទៅបាទអញ្ចឹងសង្ឃឹមថាបងប្អូនពេញចិត្តជាមួយនឹងការ update នេះហើយវាមាន function ច្រើនពាក់ព័ន្ធលេខអញ្ចឹងបងប្អូនអាចមើលលេខនៅក្នុងនេះបាទយើងឲ្យវាឆែកពី5ខ្ទង់ឡើងបាទអញ្ចឹង5ខ្ទង់ឡើងវាឆែកបាទបើយើងគិតថាដាក់4ខ្ទង់ដូចឆ្នាំ2026អញ្ចឹងវាត្រូវការ suggest មានក្បៀសមានអីបាទអញ្ចឹងនាំឲ្យពិបាកអញ្ចឹងយើងដាក់5ខ្ទង់តែម្ដងហើយករណីកន្លែងណាមួយដែលវាសរសេរមិនមាន comma មានក្បៀសវានឹងបំពេញបន្ថែមឲ្យយើងក្នុងការដាក់ក្បៀសដោយករណីនេះអញ្ចឹងបាទយើងសរសេរអត់មានក្បៀសទេបាទអញ្ចឹងវាសក្ចីយើងបាទថានេះត្រូវមានសរសេរក្បៀស comma អីត្រឹមត្រូវបាទខ្ញុំថាការ update នេះធ្វើឲ្យបងប្អូនប្រើប្រាស់កាន់តែងាយស្រួលសូមអរគុណសម្រាប់ការតាមដាននិងការទស្សនា